តើការរក្សាសិលបានបុណ្យឬទេការរៀនរក្សាសិលនិងការបប្រតិបត្តិតាមសិក្ខាបទនៃសិលនីមួយៗនោះមិនត្រឹមតែគេចផុតពីការដៀលថាអ្នកជាមនុស្សអសិលធម៌ឬជាអ្នកមិនប្រព្រឹត្តល្អតាមកាយនិងតាមវាចាផងបានទៅកាន់ឋានសួគ៌ផងបានបរិបូរណ៍ដោយភោគៈផងនិងបានទៅកាន់ទីរំលត់ទុក្ខគឺព្រះនិព្វានផងតែប៉ុណ្ណោះទេគឺអ្នកអាចបានរីកចម្រើននៅសុខភាពផ្លូវចិត្តបានល្អប្រពៃក្នុងបច្ចុប្បន្ននេះទៀតផងឬថាបានបុណ្យផងឬបានសន្សំបុណ្យផងហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះពីព្រោះព្រះសង្ឃដែលបង្រៀនពុទ្ធបរិស័ទថាសីលមយបុណ្យប្រែថាបុណ្យសម្រាប់ពីការរក្សាសិលដូច្នេះការរក្សាសិលគឺការសន្សំបុណ្យឬការធ្វើបុណ្យនោះឯងពីព្រោះការរក្សាសិលជាហេតុបណ្ដុះនៅចិត្តឲ្យមានមេត្តាករុណានិងសេចក្តីសន្តោសដល់សពមនុស្សសត្វផងនិងមិនបាត់បង់ឬមិនវង្វេងសតិស្មារតីទៀតផងសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល